បាទជំរាបសួរបងវិឡាក្លឹមសម្រាប់លក់បងទីតាំងនៅក្នុងបូរីច័ន្ទការីបដោយផ្លូវជាតិលេខ2ក្បែរនឹងពលានយន្តហោះថ្មីហើយវិឡានេះគឺលក់នៅក្នុងតម្លៃល្អខ្លាំងមែនតែនហើយតម្លៃនេះគឺតម្លៃចរចាម្ចាស់កាត់ប្លង់រឹងជូនហើយសម្រាប់វិឡាយើងគឺមាន4បន្ទប់គេងហើយនឹងបន្ទប់អ្នកស្នាក់នៅជាមួយ2ហើយមាន5បន្ទប់ទឹកហើយសម្រាប់ដីវិញគឺក្បាល11គុណនឹង21ហើយសម្រាប់ផ្ទះវិញគឺទំហំ7ម៉ែត្រកន្លះគុណនឹង12ហើយសម្រាប់ចំណតគឺយើងអាចចតបាន2ខាងមុខនេះមួយហើយនៅខាងក្នុងនេះមួយនៅកន្លែងចំណតនេះគឺមាន space ធំហើយខាងនេះយើងអាចដាំជាដើមឈើឬក៏ជាសួនអីតូចល្មមផ្ទះយើងគឺមាន space ជុំវិញអាចដើរទៅមកជុំវិញបានណាហើយតោះទៅមើលខាងក្នុងទាំងអស់គ្នានៅកន្លែងនេះជាទីតាំង living room បន្ទប់ទទួលភ្ញៀវហើយសម្រាប់បន្ទប់ទទួលភ្ញៀវរបស់យើងនេះចំណុចពិសេសគឺកញ្ចក់យើងគ្រាន់តែដាក់វាំងននបាំងតិចមកហើយកញ្ចក់ចេញចូលបានណាហើយកន្លែងនេះ space សម្រាប់សួនយើងអាចដាំជាដើមឈើឬក៏សួនអីបានណាខាងក្នុងនេះកម្មចដានៅចំកន្លែងនេះហើយជាប់កម្មចដាហ្នឹងគឺមាននេះ storage នៅខាងនេះជាបន្ទប់សម្រាប់អ្នកនៅជាមួយ bedroom ហើយមានទ្វារចេញចូលទ្វារនេះយើងអាចចេញចូលបើកចេញចូលបានណានៅកន្លែងនេះជាកន្លែងញ៉ាំអាហារអាចដាក់កៅអីរៀបចំកៅអីញ៉ាំអាហារនៅកន្លែងនេះហើយទ្វារនេះគឺយើងអាចចេញចូលទៅក្រៅបានហើយចំណុចពិសេសគឺជាប់នេះចក្រានបាយរបស់យើងនេះមានទ្វារចេញចូលទៅក្រៅដូចគ្នានៅកន្លែងនេះ space រៀងធំគ្រាន់បើដែរហើយអាចដាក់បោកខោអាវអី space បោកខោអាវនៅខាងនេះបានណាហើយនៅកន្លែងនេះជាបន្ទប់អ្នកស្នាក់នៅជាមួយដែរសម្រាប់តកង់ឡានអីគាត់អាចស្នាក់នៅនេះបានណាហើយជាពិសេសនេះបន្ទប់ទឹកនៅខាងក្រៅអូខេមិញភ្លេចប្រាប់នៅកន្លែងនេះមានបន្ទប់ទឹកមួយទៀតណាអូខេតោះទៅមើលខាងលើទាំងអស់គ្នាសម្រាប់នៅជាន់ទី1នេះមាន2បន្ទប់គេងណាខាងនេះបន្ទប់មេគ្រួសារវ៉ាវបន្ទប់មេគ្រួសារនេះមាន balcony ធំហើយជាពិសេសបន្ទប់ទឹកមាន bathtub ខាងក្នុងbalcony របស់បន្ទប់មេគ្រួសារធំទលាអាចដាក់កៅអីអង្គុយមើលទេសភាពឬចែកគ្នារឿងការងារអីបានណាបន្ទប់សមាជិកគ្រួសារបន្ទប់ទឹកខាងក្នុងដូចគ្នាហើយមាន balcony ដូចគ្នាអូខេតោះទៅមើលជាន់ទី2ទាំងអស់គ្នានៅជាន់ទី2មាន2បន្ទប់គេងដូចគ្នាប៉ុន្តែខាងលើបន្ទប់សមាជិកគ្រួសារយើងអត់មាន balcony ណាប៉ុន្តែបន្ទប់ទឹកខាងក្នុងដូចគ្នា
បន្ទប់ទី4នៃជាន់ទី2បន្ទប់នេះក៏អត់ចាញ់បន្ទប់master room ដែរទាំងអស់គ្នានេះនិយាយទៅនៅបរិយាច័ន្ទគិរីនេះគឺ design មកស្អាត layout គេទលាយហើយជាពិសេសបន្ទប់គ្រប់បន្ទប់មាន balcony ផ្ទាល់ខ្លួនអញ្ចឹងណាហើយកន្លែងនេះយើងអាចរៀបតុរៀបអីដាក់អង្គុយមើលថ្ងៃលិចល្ងាចឡើងឬក៏អានសភៅឬក៏ដាក់ម៉ាតយអញ្ចឹងណាដាក់ម៉ាតយអូខេអរគុណច្រើនបងបើមានចំណាប់អារម្មណ៍អាចតាក់ទងមកតាម link ដាក់នៅលើ description ខាងលើអរគុណច្រើន